នេះសួនបន្លែនៅលើដំបូលទេអារិសានៅពេញយើងអត់មានដីធំសម្រាប់ដាំអញ្ចឹងមានតែឆ្លៀតដាំផើងដាក់នៅលើដំបូលផ្ទះនេះសណ្ដែកនេះផ្លែទុំហ្នឹងផ្លែទុំហ្នឹងនេះសណ្ដែកខៀវផ្លែនេះកតុយកពើកតុយកពើទុកអប់មុខហើយនេះជីមវងឡើងរៀងក្រិនអត់សូវល្អចាំដាក់ជីថែមហើយនេះជីការ៉េនេះដើមជីការ៉េកាត់ស្លឹកចោលអស់ហើយដោយសារស្លឹកវាចាស់អញ្ចឹងកាត់ចោលហើយនេះជីអាណាល្អនេះឡើងទ្រុបហើយនេះម្រះព្រៅតំបានរៀងទូចល្មមនេះតកួននៅក្នុងវាដោះនៅក្នុងថមម្រះព្រៅហើយនេះដើមតិចឈូកហ្នឹងក៏ល្អដែរនេះដើមទ្រាប់ល្អបែកមេសាខាចេញក្តឹបនេះក្តឹបគេអានេះផ្លែទុំអត់បានបេះទុកវាធ្វើពូជនេះផ្កាច្រើនណាញ៉ែសប្កាខំទៀតនេះកុលខៃតំកាត់ស្លឹកស្លបហាហើយនេះដើមកញ្ឆាយដោះល្អដែរតែcònគ្នានៅរៀងរុយហើយនេះលក្ខខ្ទឹមនៅថោជាមួយដើមកញ្ឆាយស្តៀងគ្នាអានេះខែនេះថ្ងៃមុនបែកមែកល្អណាបែកឡើងតែសោះប៉ុន្តែកាត់អ្នកលក់កាត់យកតែឆាអស់ហើយនៅសតតែ3ស្លឹកហើយដាំ2ដើមជាប់គ្នាមួយដើមធំមួយដើមទៀតក្រិននៅទូចប៉ុណ្ណឹងនៅក្រិននេះអាមួយទូចនេះក្រិនហើយនេះគេឡើងធំពេលយកមកប៉ិនគ្នាដាំថ្ងៃមួយគ្នាតែមួយទូចមួយធំនេះសាឡាត់ប្រេស៊ីលនេះក៏ល្អដែរនេះបែកអីអ្នកលក់បេះស្ល2-3ដងអីអានេះក៏សាឡាត់ដែរសាឡាត់ជប៉ុននេះលក្ខខ្ទឹមនេះសណ្ដែកនេះស្លឹកបាសនេះពងតាវាបោះដោយនេះបោះដៃវាតែស្លឹកបាសបេះស្លដែរនេះបេះឡើងនៅសល់តែតងល់ហើយនេះដើមចេកនេះចេកប្រមាន់អានេះអត់ដឹងដើមអីដុះមកល្អដល់ទេតែក៏ជាប្រភេទបន្លែដែរគាត់ថាទិញគ្រាប់ពូជពីចិនមកហើយអត់ដឹងថាអាហ្នឹងដើមអីគេនេះដកស្មៅបោះចោលល្អបើពេលនេះតគ្រាប់បាច់តគ្រាប់ទៅដុះឡើងទ្រុលពេញហ្នឹង